តែបានខ្មែរគឺនៅកន្លែងនេះគឺតម្លៃធូរថ្លៃជាងផ្សារថ្ងៃមុនតែខ្ញុំប្រាប់បងប្អូនគាត់មានទឹកត្រីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនាំបងប្អូនមកស្គាល់ហាងមួយដែលមានឈ្មោះថា First Supply ដែលមានលក់អវ៉ាន់ខ្មែរនៅក្នុងហ្នឹងតម្លៃធូរថ្លៃហ៎បងប្អូនតែមើលខ្ញុំទាំងអស់គ្នាថាធូរប៉ុណ្ណាយើងសេវបានប៉ុណ្ណាទេបងប្អូនដើរចូលមកត្រង់រហូតមកអវ៉ាន់គាត់មានច្រើនណាប៉ុន្តែអវ៉ាន់ខ្មែរគឺនៅកន្លែងនេះគឺតម្លៃធូរថ្លៃជាងផ្សារថ្ងៃមុនតែខ្ញុំប្រាប់បងប្អូនគាត់មានទឹកត្រីចាបងប្អូនទឹកត្រីនេះតម្លៃតែ8រៀលថា9រៀលចោះបុកតានេះ8រៀលបងប្អូនទឹកត្រីកពតដូចគ្នាដែលបងប្អូនបានដឹងអញ្ចឹងចាហើយឡើងមកលើនេះគឺមានគ្រឿងបុកមានដូចគ្នាមានបុកត្រីឆ្អើក្រងនេះបុកត្រីឆ្អើដែរចាបងប្អូនឲ្យតម្លៃបងប្អូនថាប្រមាណគឺ$15គឺតម្លៃហ្នឹងធូរថ្លៃជាងផ្សារកូរ៉េដែលខ្ញុំប្រាប់បងប្អូនទៀតហើយបើសិនជាប្រហុកគឺមានពីរមុខដូចគ្នាប្រហុកត្រីរ៉ស់ហើយជាមួយប្រហុកត្រីកាភ្លៀងគឺតម្លៃ$14បងប្អូនគឺយើងអាចសេវបានមួយមុខ1រៀលទឹកឆាគាត់ក៏មានដែរតម្លៃ9រៀលគឺអវ៉ាន់របស់ខ្មែរទាំងអស់គឺធូរថ្លៃជាងផ្សារកូរ៉េអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាចមករកនៅផ្សារនេះបានហើយវាអាចសេវសាំងយើងបានដែរមួយទៀតគាត់មានអង្គចាបងប្អូនអង្គគឺគាត់មានតែមួយម៉ាក់នេះទេដែលជារបស់ខ្មែរយើងគឺអង្គម្លិះ SM ចារូបសញ្ញារូបសេកនេះអញ្ចឹងបងប្អូននេះអង្គនេះខ្ញុំញ៉ាំខ្ញុំជួយចិត្តរបស់ខ្មែរយើងពិតប្រកបមែនបងប្អូនហ្នឹងគឺរបស់ខ្មែរពិតប្រកបហើយ25ផោនតម្លៃ$28បងប្អូន$28យើងសេវបាន$2ចាំការរៀនណាបងប្អូនណាចាអាចមករកបាននៅផ្សារFirst Supply ហ្នឹងហើយទីតាំងចាំខ្ញុំដាក់ឲ្យបងប្អូននៅក្នុងវីដេអូបន្ថែមទៀតដើម្បីឲ្យបងប្អូនមានការងាយស្រួលក្នុងការរកចាអរគុណច្រើន